សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទតែតាមដាននៅរាល់វីដេអូក្នុង Channel YouTube របស់ខ្ញុំបាទបងប្អូនបានទស្សនារួចមកហើយនៅដើមវីដេអូដែលខ្ញុំបានបង្ហាញមុននេះបន្តិចតើបាទការចងបាទដុំថ្មឬក៏របស់ធ្ងន់នៅជាប់នឹងដើមបែបនេះវាធ្វើឲ្យដូងរបស់យើងកាន់ផ្លែមែនដែរឬទេសម្រាប់សំណួរនេះគឺខ្ញុំបាទតែងតែឮបាទបងប្អូនយើងបាទសួរមកខ្ញុំថាមិនយកដុំថ្មឬក៏ដុំឥដ្ឋឬក៏របស់ដែលធ្ងន់យកមកចងបាទនៅដើមបែបនេះដើម្បីឲ្យបាទដើមដូងវាធ្ងន់បាទដើម្បីឲ្យវាបាទកាន់ផ្លែបានច្រើនកាលណាតែដើមដូងវាស្រាលបាទវាអត់សូវកាន់ផ្លែទេបាទនេះគឺជាយោបល់ដែលបងប្អូនយើងភាគច្រើនបាទគាត់ប្រាប់មកខ្ញុំតើការធ្វើបែបនេះវាត្រឹមត្រូវដែរឬទេសម្រាប់យោបល់ណែនាំបាទពីបងប្អូនដែលគាត់បាទបានផ្ដល់យោបល់មកខ្ញុំដើម្បីឲ្យដូងវាកាន់ផ្លែបានល្អទី1បាទទី1គឺធ្វើម៉េចយករបស់ធ្ងន់បាទជាដុំឥដ្ឋដុំថ្មឬរបស់ដែលធ្ងន់យកមកចងបតោកជុំវិញដើមបែបនេះបាទដើម្បីធ្វើឲ្យដូងវាធ្ងន់ដើមបាទហើយកាត់ផ្លែបានល្អបាទចំណុចទី2គាត់បានណែនាំឲ្យបាទខ្ញុំបាទឡើងបាទជន់ធាងបាទជន់ធាងឲ្យវិញែកបាទឲ្យវិញែកធ្លាក់ចុះមកក្រោមដើម្បីឲ្យផ្លែបាទវាកាន់បានល្អបាទទី3បន្ទាប់ពីជន់ធាងហើយគឺបាទធ្វើការបាញ់អំបិលបាទក៏ដោយធ្វើការបាញ់អំបិលនៅតាមចន្លោះធាងដែលយើងបានជន់នឹងបាទសម្រាប់យោបល់ទាំង3ចំណុចនេះគឺជាបាទការយល់ឃើញរបស់ពួកគាត់តែប៉ុណ្ណោះសម្រាប់បាទខ្ញុំអត់បានថាយោបល់របស់គាត់បាទខុសឬក៏ត្រូវទេបាទព្រោះនោះគឺជាការយល់ឃើញរបស់គាត់បើសិនជាយើងបាទគិតបាទទៅតាមបច្ចេកទេសការធ្វើឲ្យដូងកាន់ផ្លែគឺទាក់ទងទៅនឹងបាទកត្តា3ទី1ទឹកសំខាន់បាទទី2ជីទី3ថ្នាំបាទព្យាបាលបងប្អូនសាកសម័យមើលបើសិនជាយើងបាទយកដុំឥដ្ឋយកមកចងបាទគ្រប់ដើមឧទាហរណ៍ថាមួយដើមបាទ10ដុំចុះមកចកាបាទ100ដើម1000ដើម10000ដើមតើយើងត្រូវចំណាយឥដ្ឋអស់ប្រមាណដុំអញ្ចឹងយើងត្រូវចំណាយថវិកាទិញឥដ្ឋយកមកចងបាទថ្លៃទិញឥដ្ឋបាទថ្លៃជួលកាប់កចងតើវាអស់ប្រមាណបងប្អូនគិតមើលទៅមួយដុំ100ជាងហើយដុំឥដ្ឋនេះបាទវាមានជួយអីបានដល់បាទដើមដូងយើងទេទុយទៅវិញវាបាទបន្ថែមនៅបាទបន្ទុកទម្ងន់ដល់ធាងវាអាចធ្វើឲ្យធាងមកឆាប់បាក់រូបវីដេអូមុនគឺខ្ញុំបានបាទនិយាយរួចមកហើយតើតើនឹងផលប្រយោជន៍ធាងគឺវាមានទូនាទីបាទបើស្រូបនៅពលឺដើម្បីផលិតជាអាហារទី2បាទវាមានទូនាទីត្រផ្លែបាទដើម្បីកុំឲ្យវាបាក់ធ្លាយហើយសម្រាប់ការឡើងជន់ធាងវាអាចធ្វើឲ្យធាងរបស់យើងវាឆាប់បាក់បាទ
cả là chuồn thiêng và ở việt là ở việt nhẹ tốt thiêng ai vừa nghĩ cho ai đủ thiên đường và dương việt nghĩ là chắc bạn ở tí bí và ai vừa ở giờ lại lấy đủ và việc ở ai trâu sẽ chơi vô màn lo thì lại nghĩ cho ở giờ lấy đủ và dương việt và nghĩ bạn cổហើយសម្រាប់ការបាញ់អំបិលទៅតាមធាងក៏វាបាទអត់មានប្រយោជន៍ទេបងប្អូនសម្រាប់ការដាក់ធាងដាក់អំបិលទៅតាមធាងវាមិនអាចជួយឲ្យដួងរបស់យើងបាទកាន់ផ្លែបានច្រើនទេបាទសរុបមកបាទកត្តាដែលធ្វើឲ្យដួងមកកាន់ផ្លែបានល្អបាទវីដេអូមុនគឺខ្ញុំបាននិយាយរួចមកហើយសម្រាប់យោបល់របស់បងប្អូនបាទយកឃើញយ៉ាងណាដែរបន្ទាប់ពីទស្សនាវីដេអូបាទចប់សូមជួយផ្ដល់បាទជាមតិនៅក្រោមវីដេអូរបស់ខ្ញុំបាទអ្នកមួយផងដើម្បីធ្វើការកែតម្រូវនៅពេលក្រោយទៀតបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នា